របស់កម្ពុជាជាមួយនឹងក្រុមបាល់ទាត់ Eastern District របស់ហុងកុងនេះជាការប្រកួតទី2របស់ក្រុមនីមួយៗបន្ទាប់ពីទទួលជ័យជំនះរៀងខ្លួនលើក្រុមបាល់ទាត់ Geylang ដោយប្រកាសស្វែងរៀងជាអ្នកទទួលជ័យជំនះ2-1លើក្រុម Geylang ចំណែកឯ Eastern ទទួលជ័យជំនះ3-1លើក្រុម Geylang ឱកាសដំបូងដែលគប់ហើយទាត់ដោយពេប៉ាខ្វាមេក៏ប៉ះនឹងរបាទីនេះជាលើកទី1បាទក្រោយពេលការជួយសង្គ្រោះពីយ៉ាត់ឈុនផងដែរនៅពេលដែលបាល់ឡងទៅណាមិនឆ្ងាយពីដៃរបស់ខ្លួនមួយជើងនេះល្អណាស់បាល់បោកដីមិនមែនបោកនៅក្នុងឡាញទេបោកក្រៅឡាញក្រៅខ្សែបន្ទាត់ពេល5ម្ដងទៀតនៅក្នុងនាទី32បាទកន្លែងនេះកាច់ដួលព្រុសងើបមកវិញទាត់ផឹងជួយបានដោយយ៉ាត់ឈុនទៀតបាល់ក៏ចេញបាល់គឺទៅជាគប់ទោសបាទមិនមានការផ្ដាល់ពីនៃណាមួយនោះទេបាទពេលប្រាបាទធ្លាក់មកហើយកន្លែងនេះក្រោយពេលដែលគាត់ដួលហើយគាត់គប់បាទគប់ហើយតែភ្ងើយហើយចាស់ចេញទៅយ៉ាត់ឈុនហើយក៏ចេញទៅក្រៅជាបន្តទៀតបាទនៅតែមិនអាចរកឱកាសទាត់បញ្ចូលទីទៅលើក្រុមបាល់ទាត់Eastern District បានមកទៀតប្រកាន់ទីស្វ័យរឿងមកទៀតនៅក្នុងចុងម៉ោងនៃវគ្គទី1កន្លែងនេះគឺបាទអូតិចរហូតដល់ដួលនៅគៀកនឹងទីហើយតារ៉ូទីទុតទៀតនៅតែមិនអាចទម្លុះសំណាញ់ទីបានយ៉ាត់ឈុនលោតសន្ធឹងសល់ដៃឆ្វេងរបស់ខ្លួនទះបាល់ក៏គួចចេញក្រៅមកទៀតក្រុមបាល់ទាត់ផ្ការាជលើកត្រង់នេះលោតតែឃ្លៀទុតមកជើងឆ្វេងប៉ះរបាទីទៀតនេះគឺជាកន្លែងប៉ះរបាទីបាទពីការទាត់របស់ញៀនសុស៊ីដានក្រោយបាល់ឡងមកក្រោយកាប់មកជើងឆ្វេងវ៉ូឡេបាទបាល់ប៉ះបកគោលទីរបាទីបើងឡើងទៅខាងលើបាទបើផ្គុំសំលេងរបាទីនិងបង្គោលទីក្នុងមួយប្រកួតនេះគឺលឺសូរសំលេងពីរោះណាស់បាទវគ្គទី1ចប់ដោយលទ្ធផល0-0ចូលដល់វគ្គទី2បាទចូលដល់វគ្គទី2ព្រះខ័នរាជស្វាយរៀងនៅតែដាក់គំនាបទៅលើក្រុមបាល់ទាត់ Eastern District ពេលប្រាចល័តគ្នាពេលប្រាឈូសមួយជើងឡងមកវិញទះប៉ាំងហើរឡើងលើឆាបរបាទីបាទឱកាស create chance ពេលប្រាគឺជាអ្នកបង្កើតឱកាសបានច្រើនឲ្យមិត្តរួមក្រុមរបស់ខ្លួនក៏ដូចជាបង្កើតឱកាសសម្រាប់ខ្លួនឯងផងដែរបាទនៅនាទី54បាល់ free kick ពឹងបង្គោលទីទៀតនៅតែបង្គោលទីដដែលពីការទាត់របស់តារ៉ូទីយ៉ូហានេសបាទយ៉ាត់ឈុនផងបង្គោលទីផងនៅត្រង់នេះនាទី64បាទបញ្ជូនមកទាញមកដួលភីងបញ្ជូនទៅក្រោយហើយក៏ទាត់វូជួយបានដោយយ៉ាត់ឈុនទប់បែទាត់ប៉ាំងបាទគឺប៉ាំងឡើងទៅលើទៀតអូយបកានរាជបាទបើនិយាយពីស្នៀតគុណបើនិយាយពីកីឡាករបដាល់ដៃឆ្វេងដៃស្ដាំជើងឆ្វេងជើងស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំកែងឆ្វេងកែងស្ដាំចេញមកទាំងអស់មកផ្លាត់មកផ្លែតនេះបាទគ្រាយាបិទចុះទៅជួយមួយទៀតគ្រាយាបិទអង្គឲ្យចិត្តឈឹងបាទបិទអង្គចិត្តឈឹងទាត់យកហ្មងបាទដល់ពេលទាត់យក reflect ជាមួយនឹងការបាំងរបស់គ្រាយាបាទបាល់វាទៅបើងឡើងលើសំយ៉ុងចុះក្រោមយ៉ាងលឿនអញ្ចឹងក៏បានគ្រាប់ទី1ដោយកីឡាករ Luis Humberto របស់ក្រុមបាល់ទាត់ Eastern District SA បាទមួយជើងនេះគឺហាន់ខុនបាទលោតដែរតែផុតហើយបាល់វាកោងអញ្ចឹងត្រង់នេះយើងមកមើលកាត់ចូលក្នុងពេលប្រាដាក់ពឹងអត់បានទៀតបាទទាត់ស្រូបបាទទាត់ស្រូបទៅប៉ះនឹងជញ្ជាំងសំណាញ់បាទក្រោយមកទៀតឈូសកន្លែងនេះមិនរតនៈមិនសบายចិត្តទេដល់ពេលដែលឈូសប៉ើងជើងគាត់បន្តិចមិនដែរមិនអីទេបាទក្រោយក្តៅស្លឹកគៀបមកផ្លែតហើយកីឡាករក៏បានកាត់លឿងកន្លែងនេះពឹងរបាទីទៀតមកជើងទៀតប៉ាំងផ្លុកណែកន្លែងដែលញៀនសូស៊ីដានប្រាថ្នាគឺឲ្យតែធ្លាក់ចំជើងឆ្វេងបាទចំហើយលទ្ធផលគឺ1-1ដោយញៀនសូស៊ីដានបាទនៅចុងម៉ោងនៃវគ្គទី2ហើយជាការបាទសង្គ្រោះម្ដងហើយម្ដងទៀតតែទីបំផុតបាល់ធ្លុយចូលទីទាល់តែបាននៅចុងម៉ោងក៏នៅតែមានការសម្រុកត្រង់នេះគឺយ៉ាត់ឈុនបាទទះត្រឡប់មកក្រោយទាត់មកជើងពឹកបាទឆាបលើរបាទីបាទពីការព្យាយាមប៉ុនប៉ងរបស់ Ruiz
Perez ភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស